មេរៀននេះសម្រាប់បងប្អូនណាដែលអត់ទាន់ចេះ download បាទបទចម្រៀងនៅក្នុង Sono AI បន្ទាប់ពីយើង generate ហើយយើងអាច download បងប្អូនមានបងប្អូនធ្លាប់សួរខ្ញុំស្មានថាបងប្អូនចេះហើយបាទមានបងប្អូនខ្លះគាត់អត់ចេះហើយអញ្ចឹងទៅបាទបន្ទាប់ពីយើងបាទធ្វើការ generate ហើយនេះបងប្អូនដូចអានេះអញ្ចឹងបទចម្រៀងនេះខ្ញុំ generate ហើយនេះបាទ Bamboo Flute and Waterfall អីហ្នឹងបាទនេះដាក់ Tibetan បាទ Singing Bull and Bells អញ្ចឹងតើតើនឹងបទ play ហ្នឹងតើតើនឹងពុទ្ធសាសនានៅទីបេបងប្អូននៅទីបេគឺ play ហ្នឹងគឺអែមស្រែមដែរបាទហើយនៅក្នុងហ្នឹងក៏មាន mic ណាបងប្អូន mic មាន ambient អីណាយ៉ាងមកហើយមាន temple bell and light បាទហើយមាន Japanese បាទ Koto បាទ bird song ហ្នឹងសំឡេងសត្វយំបងប្អូន play តើតើនឹងសត្វណា bird song ហ្នឹងហើយ slow piano with បាទ flowing water emotional អីចឹងមកបាទអញ្ចឹងខ្ញុំឲ្យបងប្អូនស្ដាប់បន្តិចបងប្អូនបាទហ្នឹងទី1បងប្អូននេះទី2ទី3បងប្អូនពីចឹងខ្ញុំធ្វើតាក់ទងនឹងពពុទ្ធច្រើនបងប្អូននឹងពពុទ្ធណាបាទប៉ុណ្ណឹងបងប្អូនហើយបងប្អូនចង់ដោនទេបងប្អូនខ្លះអត់ចេះទៅឥឡូវវាអាប់ដេតបន្តិចតួចវាចង់ឲ្យយើងនេះ upgrade to full song អញ្ចឹងណាបើយើងចុចលើវា upgrade យើងត្រូវនេះ pay លុយបងប្អូន pay បាទយើងអាច pay $6 បាទមួយខែ$6ហ្នឹងតើយើង pay មួយឆ្នាំបងប្អូននេះវា Chris yearly ហ្នឹង limited offer ហ្នឹងមក limited time offer អញ្ចឹងយើងបង់បាទ$6យើងគិតមើលទៅ12ខែអស់ប្រហែលបងប្អូនហើយបើយើងចុចបង់ជាមួយខែទេនៅអស់$10អញ្ចឹងមួយខែ$10អញ្ចឹងបើយើងបង់មួយឆ្នាំចំណេញបងប្អូនអញ្ចឹងយើងអត់ទេបងប្អូនមិនបាច់ទេប៉ុណ្ណឹងយើងដោនប៉ុណ្ណឹងហើយចាំយកទៅទាញនៅក្នុងបាទនៅក្នុង remix tool របស់ Adobe Premiere ទៅបន្ទាប់មកយើងមកសំនៅវាមួយមកបងប្អូនហើយនៅក្នុងនេះវាមាន download ហើយ download យើងចុចលើ download ហ្នឹងហើយវាចេញ4 option ឲ្យយើងទៀតបាទទី1គឺ MP3 បាទ audio បាទទី2បាទ wave audio ទី3បាទ video ទី4 generate video អញ្ចឹងអ្វីយើងត្រូវធ្វើគឺយើងយកទី1បងប្អូនយកទី1មកហើយវាលោតប៉ុណ្ណឹងអញ្ចឹងយើងមិនបាច់ចាំខ្វល់ទេបាទយើងប្រើធម្មតានិយាយទេយើង download anyway នេះមកបងប្អូនចុចលើហ្នឹងមក download anyway មកហើយវាភ្លឹបមកយើងបងប្អូននេះគេអត់ដោយសារខ្ញុំ download អាហ្នឹងមួយខ្ញុំ download ឡើងបាន3ដងហើយបងប្អូន4ដងហើយអញ្ចឹងបាទអត់អីទេបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនអត់ចេះអីទៀតបាទ comment មកចាំខ្ញុំតនេខ្ញុំនឹងធ្វើវីដេអូជូនបាទអរគុណច្រើន